ចំពុកទី4លិខិតប្រធានកតយុត្តលិខិតប្រធានកតយុត្តរបស់រដ្ឋបាលក្រុងស្រុកគឺជាលិខិតដែលកំណត់នូវវិធានបទបញ្ញត្តិបទបញ្ជាឬគោលការណ៍នានាសម្រាប់គ្រប់គ្រងតែងតាំងបង្កើតឡើងនូវយន្តការនិងណែនាំអនុវត្តនានាលិខិតប្រធានកតយុត្តរបស់រដ្ឋបាលក្រុងស្រុករួមមានដីកាសេចក្តីសម្រេចនិងសេចក្តីណែនាំ4.1ដីកាដីការបស់រដ្ឋបាលក្រុងស្រុកគឺជាវិធានខាងផ្លូវច្បាប់មានលក្ខណៈជាបទបញ្ជាទូទៅឬមានលក្ខណៈជាឯកតភូតដែលអនុម័តដោយក្រុមប្រឹក្សាគណៈអភិបាលក្នុងព្រំដែននៃសិទ្ធិអំណាចរបស់ខ្លួនសម្រាប់អនុវត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួននៅរដ្ឋបាលក្រុងស្រុកដីកាគឺជាលិខិតប្រធានកតយុត្តខ្ពស់ជាងបំផុតសម្រាប់គ្រប់គ្រងនិងដោះស្រាយបញ្ហាជាក់លាក់ណាមួយនៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលក្រុងស្រុកដីកាអាចជាដីកាដើមឬដីកាដែលកែប្រែដីកាដើមឬដីកាដែលកែប្រែដីកាមួយផ្សេងទៀតឬដីកាដែលលុបចោលដីកាមួយផ្សេងទៀតដីកាមានពីរប្រភេទគឺដីកាដែលមានលក្ខណៈជាបទបញ្ជាទូទៅនិងដីកាដែលមានលក្ខណៈជាឯកតភូត4.1 ដីកាដែលមានលក្ខណៈជាបទបញ្ជាទូទៅ4.1 និយមន័យដីកាដែលមានលក្ខណៈជាបទបញ្ជាទូទៅគឺជាការណែនាំអនុវត្តឬការបញ្ជាក់បន្ថែមខ្លឹមសាររបស់ច្បាប់ព្រះរាជក្រឹត្យអនុក្រឹត្យនិងប្រកាសនិងជាការណែនាំអនុវត្តកិច្ចការដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាហៅកាត់ថាដីកាបទបញ្ជាទូទៅឧទាហរណ៍ដីកាស្តីពីវិធានគ្រប់គ្រងផ្ទៃក្នុងរបស់រដ្ឋបាលដីកាស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា4.1 1.2គោលការណ៍ការដាក់ចេញនៅដីកាបទបញ្ជាទូទៅត្រូវគោរពតាមគោលការណ៍សំខាន់ដូចខាងក្រោមត្រូវអនុម័តដោយក្រុមប្រឹក្សានិងចុះហត្ថលេខាដោយប្រធានក្រុមប្រឹក្សាមិនត្រូវមានខ្លឹមសារផ្ទុយពីរដ្ឋធម្មនុញ្ញច្បាប់ព្រះរាជក្រឹត្យអនុក្រឹត្យប្រកាសឬលិខិតប្រធានកតយុត្តនានាដែលមានឋានានុក្រមខ្ពស់ជាងឡើយបើពុំនោះទេដីកានោះនឹងពុំមានសុពលភាពឡើយបើធ្វើឡើងដោយមានការរើសអើងក្នុងន័យអវិជ្ជមានឬអនុវត្តចំពោះបុគ្គលណាម្នាក់ឬក្រុមមនុស្សណាមួយដោយផ្អែកលើកតាជាតិសាសន៍សាសនាភេទអាយុពណ៌សម្បុរជាតិឬជាតិកំណើតឬអសមត្ថភាពខាងស្មារតីខាងកាយសម្បទាដីកានោះនឹងពុំមានសុពលភាពឡើយក្រុមប្រឹក្សាត្រូវធានាឲ្យមានការពិគ្រោះយោបល់ជាមួយនឹងអ្នកពាក់ព័ន្ធនានាក្នុងដំណើរការរៀបចំដីកាលើកលែងតែក្នុងករណីចាំបាច់ដែលតម្រូវឲ្យក្រុមប្រឹក្សាត្រូវដាក់ចេញនៅដីកាបទបញ្ជាទូទៅដើម្បីដោះស្រាយយឺតចាត់វិធានការបន្ទាន់ណាមួយបន្ទាប់ពីក្រុមប្រឹក្សាបានអនុម័តរួចដីកាត្រូវចូលជាធរមាននៅថ្ងៃដែលដីកានោះត្រូវការបរិច្ឆេទណាមួយនាពេលអនាគតសម្រាប់ចូលជាធរមាននៅដីកាទាំងមូលឬផ្នែកខ្លះនៃដីកាមិនអាចមានអានុភាពប្រតិកម្មបានឡើយ4.1 សិទ្ធិអំណាចរបស់ក្រុមប្រឹក្សាក្នុងការដាក់ចេញដីកាក្រុមប្រឹក្សាប្រើប្រាស់សិទ្ធិអំណាចខាងបញ្ញត្តិតាមរយៈការដាក់ចេញដីកាការកែប្រែនិងការលុបចោលដោយការស្របតាមនីតិវិធីជាធរមានក្រុមប្រឹក្សាមានសិទ្ធិដាក់ចេញដីកាដែលស្ថិតនៅក្នុងវិសាលភាពនៃតួនាទីភារកិច្ចនិងសិទ្ធិអំណាចរបស់ក្រុមប្រឹក្សាមុខងារនិងងើធនធានដែលប្រគល់ទៅឲ្យក្រុមប្រឹក្សាមុខងារនិងងើធនធានដែលបានធ្វើប្រតិភូកម្មទៅឲ្យក្រុមប្រឹក្សាក្នុងករណីដែលការធ្វើប្រតិភូកម្មនោះមិនកំណត់ដោយផ្នែកខ្លះឬទាំងស្រុងនៅសិទ្ធិក្នុងការអនុម័តដីកាកិច្ចការណាមួយដែលច្បាប់ព្រះរាជក្រឹត្យអនុក្រឹត្យប្រកាសនិងលិខិតប្រធានកតយុត្តនានាជាធរមានដែលតម្រូវឲ្យក្រុមប្រឹក្សាដាក់ចេញដីកាអាចដាក់បញ្ចូលនៅបទបញ្ញត្តិស្តីពីការពិន័យជាប្រាក់ដោយមិនទាន់គិតពីទោសប្រមទណ្ឌនិងការទទួលខុសត្រូវរដ្ឋវិន័យផ្សេងទៀតចំពោះការបំពានលើបទបញ្ញត្តិមួយច្រើនដែលមានចែងនៅក្នុងដីកាបែបបទនិងនីតិវិធីនៃការរៀបចំបទបញ្ញត្តិសម្រាប់ពិន័យជាប្រាក់ដោយដីការបស់ក្រុមប្រឹក្សានិងកម្រិតនៃប្រាក់ពិន័យនេះត្រូវកំណត់ដោយអនុក្រឹត្យឲ្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ4.1 នីតិវិធីនៃការដាក់ចេញដីកាក្នុងការដាក់ចេញដីកាបទបញ្ជាទូទៅរដ្ឋបាលក្រុងស្រុកត្រូវអនុវត្តតាមជំហានដូចខាងក្រោមជំហានទី1ការកំណត់អំពីតម្រូវការនៃការដាក់ចេញដីកាតម្រូវការនៃការដាក់ចេញដីកាបទបញ្ជាទូទៅត្រូវកំណត់ដោយផ្អែកតាមតម្រូវការនៃច្បាប់ព្រះរាជក្រឹត្យអនុក្រឹត្យប្រកាសនិងលិខិតប្រធានកតយុត្តនានាដែលមានឋានានុក្រមខ្ពស់ជាងនិងតម្រូវការក្នុងមូលដ្ឋានការផ្ដួចផ្ដើមអំពីតម្រូវការនៃការដាក់ចេញដីកាដោយផ្អែកតាមតម្រូវការក្នុងមូលដ្ឋានអាចស្នើឡើងដោយប្រធានក្រុមប្រឹក្សាត្រូវធ្វើសំណើជាលិលាក់អក្សរដោយបញ្ជាក់មូលហេតុឲ្យបានច្បាស់លាស់ទៅក្រុមប្រឹក្សារបស់ខ្លួនអំពីតម្រូវការនៃការដាក់ចេញដីកាសមាជិកក្រុមប្រឹក្សាយ៉ាងតិច1/3នៃសមាជិកក្រុមប្រឹក្សាទាំងមូលសមាជិកក្រុមប្រឹក្សាត្រូវធ្វើសំណើជាលិលាក់អក្សរដោយបញ្ជាក់មូលហេតុឲ្យបានច្បាស់លាស់ទៅប្រធានក្រុមប្រឹក្សារបស់ខ្លួនអំពីតម្រូវការនៃការដាក់ចេញដីកាគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាបន្ទាប់ពីទទួលបាននូវការឯកភាពក្នុងគណៈកម្មាធិការរបស់ខ្លួនប្រធានគណៈកម្មាធិការត្រូវធ្វើសំណើជាលិលាក់អក្សរដោយបញ្ជាក់មូលហេតុឲ្យបានច្បាស់លាស់ទៅប្រធានក្រុមប្រឹក្សារបស់ខ្លួនអំពីតម្រូវការនៃការដាក់ចេញដីកាអភិបាលឬគណៈអភិបាលបន្ទាប់ពីទទួលបាននូវការឯកភាពក្នុងគណៈអភិបាលរបស់ខ្លួនអភិបាលត្រូវធ្វើសំណើជាលិលាក់អក្សរដោយបញ្ជាក់មូលហេតុឲ្យបានច្បាស់លាស់ទៅប្រធានក្រុមប្រឹក្សារបស់ខ្លួនអំពីតម្រូវការនៃការដាក់ចេញដីកាតំណាងគ្រួសារយ៉ាងតិចចំនួន1/10
1/10 នៃចំនួនគ្រួសារសរុបដែលមាននៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សានីមួយតំណាងគ្រួសារដែលមានបំណងស្នើសុំឲ្យក្រុមប្រឹក្សាដាក់ចេញនៅដីកាត្រូវធ្វើសំណើជាលិលាក់អក្សរដោយបញ្ជាក់មូលហេតុឲ្យបានច្បាស់លាស់រួមជាមួយនឹងបញ្ជីឈ្មោះដែលមានស្នាមមេដៃនៃតំណាងគ្រួសារនីមួយទៅប្រធានក្រុមប្រឹក្សាក្រុងឬក្រុមប្រឹក្សាស្រុកដែលពាក់ព័ន្ធអំពីតម្រូវការនៃការដាក់ចេញដីកាជំហានទី2ការអនុម័តទៅលើតម្រូវការនៃការដាក់ចេញដីកាតម្រូវការនៃការដាក់ចេញដីកាត្រូវដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាពិនិត្យនិងអនុម័តនៅពេលទទួលបានសំណុំនៃការចេញដីកាក្រុមប្រឹក្សាត្រូវរៀបចំកិច្ចប្រជុំរបស់ខ្លួនដើម្បីពិនិត្យនិងអនុម័តទៅលើសំណើនេះក្នុងការពិនិត្យនិងការអនុម័តនេះក្រុមប្រឹក្សាគួរពិចារណាទៅលើចំណុចសំខាន់មួយចំនួនដូចខាងក្រោមតើតម្រូវការដែលបានស្នើឡើងនេះស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែរឬទេតើតម្រូវការដែលបានស្នើឡើងនេះគឺជាតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែរឬទេតើតម្រូវការដែលបានស្នើឡើងនេះចាំបាច់ត្រូវដោះស្រាយតាមរយៈការដាក់ចេញដីកាដែរឬទេ